បាទសូមស្វាគមន៍មិត្តយុវវ័យទាំងអស់គ្នាមកកាន់នីតិថ្មីរបស់យើងគឺនីតិអាថ៌កំបាំងស្នេហ៍យុវវ័យហើយសម្រាប់នៅសប្តាហ៍នេះផងដែរគឺជាសប្តាហ៍ទី1របស់នីតិរបស់យើងហើយកម្មវិធីរបស់យើងបានត្រៀមនៅសាច់រឿងល្អៗសម្រាប់មិត្តយុវវ័យទាំងអស់គ្នាហើយសម្រាប់សាច់រឿងដំបូងរបស់យើងនេះគឺយើងមានគូស្នេហ៍មួយគូដែលពិសេសមែនទែនហើយជាដំបូងនេះសូមណែនាំតួអង្គសំខាន់ៗរបស់យើងគឺយើងមានខាងស្រីគាត់ឈ្មោះថានីតាចំណែកខាងប្រុសគាត់ឈ្មោះថាជេគីចង់ដឹងថាសាច់រឿងរបស់គាត់ចាប់ផ្ដើមដោយរបៀបម៉េចហើយទំនាក់ទំនងរបស់គាត់បន្តទៅទីយ៉ាងណាទៀតនោះឥឡូវនេះយើងសូមស្ដាប់ការចាប់ផ្ដើមរបស់ពួកគាត់ទាំងអស់គ្នាមុនដំបូងខ្ញុំស្គាល់អាតាហ្នឹងគឺតាមរយៈពូម៉ាក់ហើយពូម៉ាក់ខ្ញុំហ្នឹងស្គាល់ពូម៉ាក់គេពូម៉ាក់ខ្ញុំហើយពូម៉ាក់គេអួតពូម៉ាក់រៀងខ្លួនថាខ្ពស់ខាងពូម៉ាក់តាគេថាអូគេហ្នឹងខ្ពស់មែនតើហ្នឹងថាកម្រមានអ្នកណាដែលខ្ពស់ដូចតែមកពូម៉ាក់ខ្ញុំថាខ្ញុំក៏ខ្ពស់ដែរតមកក៏ពេលមួយក៏ណាត់ជួបគ្នាខ្ញុំដំបូងគេហៅខ្ញុំវាស់កម្ពស់គេថាមើលខ្ពស់ប៉ុណ្ណាក៏មិនបានចង់វាស់កម្ពស់មួយគេហ្នឹងខ្ពស់ប៉ុណ្ណាដែរគេ1ម៉ែត្រម៉ែត្រ8ដោះថាខ្ញុំ1ម៉ែត្រ60ដែរមិនដល់ពេលវាស់ទៅខ្ញុំទៀបជាងគេមែនហើយក៏សោកអីចឹងទៅគេថាគេចាប់អារម្មណ៍តែគេអត់និយាយគេថាខ្ពស់ហើយតែគ្រាន់រៀងខ្មៅតិចអីចឹងថាឲ្យខ្ញុំណាខ្លួនឯងវាល្អចាប៉ុណ្ណាអញ្ចឹងខ្ញុំក៏អត់ចូលចិត្តដែរព្រោះមកថាខ្ញុំអញ្ចឹងមិនទំស្គាល់ខ្ញុំសោះណាក៏មកទៀតសុំលេខទូរស័ព្ទអីណាទៅសាលាអង់គ្លេសខ្ញុំរាល់ល្ងាចហើយខ្ញុំក៏មិនចាប់អារម្មណ៍ដែរបើខ្ញុំអត់ចូលចិត្តហ្នឹងគេមិនមែនជាមនុស្សចឹងទេហើយកុំចេះគិតពូម៉ាក់ខ្ញុំគេថាគេកូនអ្នកមានឯណាតកែនេះតកែនោះអីចឹងខ្ញុំថាអញ្ចឹងហើយអញ្ចឹងហើយមិនគេចង់ស្គាល់ខ្ញុំអីចឹងហើយគេឲ្យលេខទូរស័ព្ទចេះតាក់ទងមកខ្ញុំហ្នឹងទៅបានដល់ថ្ងៃទី1ដែលណាត់ជួបគ្នា2នាក់ហ្នឹងគឺថ្ងៃគ្រប់កណាត់គេបានលេខទូរស័ព្ទមកខលតាក់ទងគ្នារហូតចឹងទៅហើយជារយៈពេលមួយពីតិចចំដូចចំថ្ងៃខួបខ្ញុំតែម្ដងតែមកខ្ញុំក៏ខលទៅគេដើម្បីទៅញ៉ាំអីតែមកខ្ញុំបានទៅយកគេនៅដល់ផ្ទះតែមកខ្ញុំទៅញ៉ាំអីជាមួយគ្នាចឹងហើយខ្ញុំក៏ដឹងថាគេចូលចិត្តអីដែរណាបងតើពូម៉ាក់គេដែរនេះគេខំមកថាអូអាតាគេចូលចិត្តចេះទៅបានខ្ញុំដឹងថាគេចូលចិត្តអីចឹងទៅតែបានខ្ញុំធ្វើតាមហ្នឹងមុនដំបូងថាមានពូម៉ាក់ច្រើនណាស់ទៅដែរស្រាប់ទៅដល់មានតែ2នាក់នៅក្នុងហ្នឹងហើយគាត់ថាអុយមិនអញ្ចឹងដូច2នាក់អញ្ចឹងដូចរៀងអៀនដែរហើយគាត់បើពូម៉ាក់ធម្មតារឿងអីខ្ញុំអៀនគេតែមករហូតដល់ពេលដែលខួបកំណើតខ្ញុំហើយខ្ញុំអត់ដឹងថាខួបកំណើតគេដូចបានថាថ្ងៃហ្នឹងខួបខ្ញុំអញ្ចឹងស្អែកខួបគេខ្ញុំអត់ដឹងទេដល់ពេលគេធ្វើខួបកំណើតថ្ងៃ9ខ្ញុំទៅមួយគេដែរដល់ពេលថ្ងៃ10ខ្ញុំមកខេត្តខ្ញុំណាដងស្រាប់តែគេទេមកខ្ញុំខ្លួនឯងសុខសប្បាយអត់ហើយ Happy Birthday ហើយស្រាប់គេឲ្យខ្ញុំស្ដាប់បទ Good Night របស់គង់សមដានីហ្នឹងហើយព្រោះហើយស្ដាប់ទៅលងលោយហើយខ្ញុំគាត់ថាខ្ញុំឯកាខួបកំណើតខ្ញុំអត់មានអ្នកធ្វើឲ្យខ្ញុំសោះស្រាប់តែគេទេមកខ្ញុំឲ្យគេនិយាយលេងមកខ្ញុំនិយាយឡើងច្រើននាទីមែនតើនិយាយឡើងយើងណានិយាយអត់ចេះហត់ណាGood night ចេញពីបេងដូងនៅសាលាអង់គ្លេសពេលហ្នឹងគេរៀននៅសាលា Newton Tilai ពេលហ្នឹងពូម៉ាក់ខ្ញុំប្រហែលជា7 8នាក់ដែរគឺនៅដើម្បីចាំខ្ញុំនៅមុខហ្នឹងនៅពេលដែលគេចេញទៅផ្ទះយើងទៅជួយគេទៅផ្ទះអញ្ចឹងប៉ុន្តែមិនជាលក្ខណៈជាមួយគ្នាគឺដើរព្រោះផ្ទះគេចិត្តនឹងដែរពូម៉ាក់ខ្ញុំចាំម៉ូតូប៉ុន្តែខ្ញុំគឺដើរទៅជាមួយគេហើយនៅពេលដែលចិត្តដល់ផ្ទះគេគឺពូម៉ាក់ខ្ញុំមកយកនៅចិត្តផ្ទះគេតែម្ដងនៅពេលដែលគេដើរទៅយកជាមួយគេពីមុខសាលាទៅអគារខាងក្រោយហ្នឹងខ្ញុំក៏ដើរទៅជាមួយគេតែប្រហែលជាដើរបានពាក់កណ្ដាលតែខ្ញុំនិយាយថាអតាចង់និយាយមួយគេនិយាយណាបើឧទាហរណ៍បើខ្ញុំស្រឡាញ់តាឯងមិនដែរណាស្រឡាញ់ខ្ញុំមិនទេអត់ខ្មាស់គេខ្ញុំនិយាយទៅវារៀងអៀនហើយនៅពេលដែលនិយាយហ្នឹងគឺមានអារម្មណ៍ភ័យព្រោះមិនដែរសោះបើនិយាយពីការស្រឡាញ់ដែលនិយាយផ្ទាល់ហ្មងគឺទឹកទី1ពីមុនមកគឺធ្លាប់ស្រឡាញ់គេដែរប៉ុន្តែគឺមិនអាចតាក់ទងបានណាពេលហ្នឹងពេលដែលឆ្លើយហើយហ្នឹងគឺតាក់ទងនៅធម្មតាតមកដូចជាមានខឹងគេមួយយ៉ាងប្រហែលជាមានមនុស្សប្រុសផ្សេងអញ្ចឹងមកតាក់ទងគេតែស្រាប់តែខ្ញុំមានសង្សារផ្សេងមួយទៀតខ្ញុំជិះជាមួយគ្នាស្រាប់តែគេជិះតាមផ្លូវឃើញខ្ញុំគេដូចខឹងខ្ញុំគេជិះទៅបាត់ខ្ញុំជុំគេស្រឡាញ់ខ្ញុំហើយអូយអញ្ចឹងហើយគេស្រឡាញ់ខ្ញុំគេប្រច័ណ្ឌខ្ញុំអញ្ចឹងហើយតែបើខ្ញុំធ្វើអញ្ចឹងហើយខ្ញុំអត់ឈប់ទេខ្ញុំជិះទៅថែមទៀតឌឺគេអញ្ចឹងតែពេលហ្នឹងខ្ញុំមានជំរឿសច្រើនណាស់ហើយខ្ញុំក៏មិនដឹងថា
cua hở do nà kê tóm khăn ấy từ mặt đông pu mạ nhom cho nó nâng cái hai là tàu á tóm nó tới mặt đông pu mạ nhom này cho nên nâng chẳng tóm nó pu mạ kia mà chỉ một lần là mẹ này pu mạ kia chẳng á tóm nhỏ chưa chẳng á khăn phải chỉ 2 ngày 3 ngày chẳng đó cái máu cái tê mà lần cái sông tôi chẳng á cái thằng gọi chỉ là pu mạ tóm bé nó nhom khăn đá nhom từ Singapore phải chỉ 4 ngày 5 ngày đây bênអូស្ដាប់មើលទៅឃើញថាសាច់រឿងរបស់គាត់គឺផ្អែមល្ហែមហើយនឹងគួរចាប់អារម្មណ៍មែនទែនប៉ុន្តែខាងនីតាស្ដាប់មើលទៅមិនទាន់ជាមានការឆ្លើយតបទៅយ៉ាងម៉េចសម្រាប់ការសារភាពរបស់ជេគីទេហើយម្យ៉ាងវិញទៀតនោះឥឡូវនេះជេគីកំពុងតែខឹងជាមួយនឹងគាត់ដោយសារតែឃើញនីតានឹងជិះម៉ូតូជាមួយអ្នកផ្សេងចង់ដឹងថាសាច់រឿងរបស់គាត់ទៅជាយ៉ាងណាទៀតនោះហើយនីតានឹងឆ្លើយថាយ៉ាងម៉េចជួបជាមួយនឹងនីតិអានកំបាំងស្នេហ៍យុវ័យរបស់យើងនៅសប្តាហ៍ក្រោយទៀតបាទវិលមកជួបគ្នាសាជាថ្មីនៅក្នុងនីតិខ្លីរបស់យើងគឺអាចកំបាំងស្នេហ៍យុវវ័យហើយសម្រាប់សប្តាហ៍នេះផងដែរជាសប្តាហ៍ទី2ហើយសម្រាប់នីតិខ្លីរបស់យើងហើយតាក់ទងនឹងសាច់រឿងស្នេហារបស់ជេគីហើយនឹងអាតានេះគឺកាលពីសប្តាហ៍មុននេះគឺយើងបានចប់ត្រង់វគ្គដែលថាជេគីនឹងគាត់បានឃើញអាតាជិះម៉ូតូជាមួយនឹងប្រុសដតីនៅពេលដែលគាត់បានឃើញអញ្ចឹងគាត់មានការអន់ចិត្តទោះបីជាអាតាបានបកស្រាយយ៉ាងណាប៉ុន្តែគាត់នៅតែមានការខឹងហើយចុងក្រោយគាត់ក៏សម្រេចចិត្តទៅសិង្ហបុរីបាត់ទៅឥឡូវនេះចង់ដឹងថាសប្តាហ៍នេះសាច់រឿងរបស់គាត់នឹងបន្តទៅជាយ៉ាងណាទៀតនោះយើងទៅស្ដាប់សាច់រឿងរបស់ពួកគាត់ទាំងអស់គ្នាដូចពេលហ្នឹងគេខឹងខ្ញុំស្រាប់តែគេទៅចោលខ្ញុំបាត់ខ្ញុំស្រាប់ខ្ញុំដូចរឿងនឹកគេអញ្ចឹងតែអត់ហ៊ាននិយាយអីទេហើយទៅដើរលេងជួបគេសុំស្រឡាញ់ខ្ញុំផ្សេងតែខ្ញុំសុំស្រឡាញ់បាក់ថាខ្ញុំអត់ស្រឡាញ់ទេខ្ញុំមានអ្នកស្រឡាញ់ហើយតែឥឡូវគេទៅចោលខ្ញុំហើយខ្ញុំបែរជានិយាយអញ្ចឹងតែមិនដឹងថាគេណាគេហ្នឹងហើយបានគេថាខ្ញុំស្រឡាញ់គេអញ្ចឹងខ្ញុំអត់ទទួលអ្នកផ្សេងហើយខ្ញុំព្រមទទួលយកតែគេម្នាក់អញ្ចឹងទៅបីអ្នកផ្សេងមកយកខ្ញុំគឺខ្ញុំអត់អាចទទួលយកខ្ញុំចាំតែគេម្នាក់មុនគេទៅយើងដើរមួយគ្នាតែអត់យកគ្នាអញ្ចឹងពេលខ្លះពេលគេធ្វើអីផ្សេងអញ្ចឹងដូចមានអារម្មណ៍ថាចង់និយាយមួយគេតែដល់ពេលឃើញមុខគ្នាទៅបែរជាធ្វើមុខខឹងបែរជាអត់ចង់និយាយជាមួយបែរជាធ្វើដើរចេញមុខកញើដល់ពេលទៅចង់និយាយជាមួយហើយចង់សួរថាមិនហើយចង់សួរនៅច្រើនទៀតបាទស្ដាប់មើលទៅអាតាដូចជាមានចិត្តទៅលើជេគីដែរហើយប៉ុន្តែចង់ដឹងពីគាត់ថាតើចំណុចអីខ្លះធ្វើគាត់ចាប់អារម្មណ៍ទៅលើជេគីហ្នឹងឥឡូវទៅស្ដាប់គាត់ទាំងអស់គ្នាហើយពេលហ្នឹងមុនគេទៅហ្នឹងគេបានផ្ញើចម្រៀងទៅតាមប៉ុស្តិ៍ទូរទស្សន៍ខ្សែកាបថាគេសុំទោសលីតាហើយគេស្រឡាញ់ខ្ញុំបងស្រឡាញ់អូនអញ្ចឹងហើយខ្ញុំអត់បានមើលផ្ទាល់ទៀតអ្នកដែលឃើញហ្នឹងគេតែមកប្រាប់ខ្ញុំហើយខ្ញុំរំភើបភ្លាមហ្មងគាត់អត់ទាំងបានឃើញហ្មងគេថាគេស្រឡាញ់ខ្ញុំហើយអញ្ចឹងពេលគេមកវិញខ្ញុំគួរណាស់ទៅទទួលក្តីស្នេហាគេវិញបាទមិញនេះយើងបានស្ដាប់ច្រើនហើយពីអារម្មណ៍របស់អាតាហើយគាត់គិតថានៅពេលដែលជេគីត្រឡប់មកពីសិង្ហបុរីវិញហ្នឹងគាត់នឹងទទួលយកក្តីស្រឡាញ់ពីជេគីឥឡូវនេះនៅវគ្គបន្តទៀតនេះគឺបន្ទាប់ពីរយៈពេល 3-4 ថ្ងៃក្រោយពីជេគីបានទៅសិង្ហបុរីហ្នឹងគាត់បានត្រឡប់ទៅវិញហើយអញ្ចឹងចង់ដឹងថាសាច់រឿងបន្តទៀតយ៉ាងណាអាតានឹងឆ្លើយសារភាពទៅកាន់ជេគីដូចតែគាត់បានគិតឬយ៉ាងណាឥឡូវយើងស្ដាប់ទាំងអស់គ្នាគាត់ដឹងតែគេមកវិញខ្ញុំថាគេមកពីក្រោយអញ្ចឹងហើយថាអត់ជឿព្រោះវាលេងសើចរាល់ថ្ងៃអញ្ចឹងតែអត់ជឿទេវាគេដើរមកពីក្រោយសុបាយចិត្តណានៅពេលដែលខ្ញុំទៅសិង្ហបុរីអញ្ចឹងឡោះពេលមួយថ្ងៃហ្នឹងគេអត់ឃើញមកព្រោះពីមុនមកគេឃើញខ្ញុំរាល់ថ្ងៃអញ្ចឹងទាំងព្រឹកថ្ងៃល្ងាចអញ្ចឹងរហូតដល់ថ្ងៃដែលខ្ញុំត្រឡប់ពីសិង្ហបុរីហ្នឹងគេក៏និយាយថាគេនឹកខ្ញុំហើយក៏គេស្រឡាញ់ខ្ញុំវិញដែរទៅពេលដែលគេឃើញខ្ញុំអញ្ចឹងតាមខ្ញុំថាមកទៀតខ្ញុំស្រឡាញ់ជេគីហ្នឹងគេនិយាយនៅអញ្ចឹងតែម្ដងប៉ុន្តែពេលហ្នឹងតន់និយាយអូនបងឡើយនិយាយខ្ញុំអ្នកអីចឹងខ្ញុំអត់ចាំយូរប៉ុណ្ណាដូចផ្លាត់មាត់ទេតែនិយាយថាខ្ញុំស្រឡាញ់គេពេលគេមកវិញទៅយកចិត្តគេថាខ្ញុំសុំទោសអីចឹងខ្ញុំស្រឡាញ់ហើយយើងហើយទៅសង្សារមួយគ្នាតាមពីនោះមកថ្ងៃដែលខ្ញុំតាមរហូតដល់គេស្រឡាញ់ហ្នឹងប្រហែលជា2ខែជាងប្រហែលជាអាច2ខែទៅចន្លោះ2ខែជាងធម្មតាយើងចាំចម្លើយនឹងជួអីបើមិន surprise ទេមិនចម្លែកយើងដឹងអារម្មណ៍យើងមិនតែយើងមិនអាចបញ្ជាក់ចេញមកក្រៅតែមកចាំថ្ងៃហ្នឹងទៅគឺតាក់ទងគ្នារហូតណាត់ជួបគ្នាទៅថតរូបមួយគ្នាសូម្បីអត់មានជីក៏ដើរទៅដែរពីតែគេរហូតដល់ដូចជាថាចាក់មក pencil Paragon ឬថាដើរទៅថតរូបតែម្ដងបាទខាតាគេចិត្តថតរូបវិញមុនតោះគេថាយ៉ាងហោចណាស់ក៏មួយខែថតឲ្យបានម្ដងណាដើម្បីគេចង់ដឹងថាពីមួយថ្ងៃទៅមួយថ្ងៃប្លែកមិន
បានឃើញថាម្ដងពេលនេះអាតាបានឆ្លើយថាស្រឡាញ់ទៅកាន់ជេគីហើយជេគីក៏បាត់ខឹងហើយទទួលយកក្តីស្រឡាញ់នឹងដែរហើយឥឡូវនេះពួកគាត់ទាំងពីរបានក្លាយជាគូសង្សារគ្នានឹងយ៉ាងពេញលេញហើយប៉ុន្តែសាច់រឿងរបស់គាត់អត់ទាន់ចប់ប៉ុណ្ណឹងទេនៅមានបន្តទៅសប្តាហ៍ក្រោយទៀតឥឡូវហ៊ានទៅស្ដាប់ឈុតខ្លីៗសម្រាប់សប្តាហ៍ក្រោយសិនអាតាជាមួយខ្ញុំអញ្ចឹងណាតើមកបងគេឃើញតើមកជីកតាមតែស្មាគាត់អត់ឃើញខ្ញុំខំរត់ពីម៉ូតូគេហ្នឹងខ្ញុំទៅឡើងទៅជីកម៉ូតូមួយពួកម៉ាក់ខ្ញុំគេថាគាត់អត់ឃើញទេតែគាត់ជិះមកពីក្រោយហ្មងបាទនេះជាឈុតខ្លីមួយសម្រាប់សប្តាហ៍ក្រោយហើយបើចង់ដឹងសាច់រឿងរបស់ពួកគាត់យ៉ាងណាទៀតនោះសូមប្រិយមិត្តទាំងអស់ជាពិសេសមិត្តយុវវ័យរងចាំស្ដាប់សាច់រឿងរបស់គាត់នៅសប្តាហ៍ក្រោយជាបន្តទៀតកំកំ